សួស្តីអ្នកទាំងអស់គ្នានេះគឺជាការអាន select bit សម្រាប់សប្តាហ៍3នៃខែ10ដែលគិតចាប់ពីថ្ងៃទី3ហ្នឹងរហូតដល់19សប្តាហ៍មួយដងដែរតែថ្ងៃនេះគ្រាន់ចំណែកជាងតិចខ្ញុំមានថែមជាលេខនិងសញ្ញានៅលើអេក្រង់នេះអញ្ចឹងសម្រាប់អ្នកដែលគាត់មើលជុំវិញខ្លួនគាត់ឃើញមានលេខអស់ហ្នឹងសញ្ញាអស់ហ្នឹងអាហ្នឹង B ហ្នឹងគឺសម្រាប់ specific គាត់តែម្ដងអញ្ចឹងសម្រាប់ស្ថានភាពគឺយើងបាន 3 over ដែលអំពីស្ថានភាពលក្ខណៈថាយើងមានជាគម្រោងមានជាការរៀបចំជា plan មិនថាការងារលេងឬសម្លឹងមើលទៅឆ្ងាយនេះអាចនិយាយបានថាវា expansion ការ read អីចឹងទៅក៏ប៉ុន្តែលេខមកមើល B ដែលបង្ហាញពីអ្វីដែលអ្នកទាំងអស់គ្នាគួរតែធ្វើបាន B 5 of cup ដែលនិយាយពីអារម្មណ៍កន្លែងនេះគឺផ្ដោតអំពីស្ថានភាពក្នុងសប្តាហ៍ក្រោយដែរគឺវាបង្ហាញថានៅក្នុងសប្តាហ៍ក្រោយមានជាការដូចវាថាជ្រើសរើសឱកាសការលះបង់ឬក៏ចាប់យកឱកាសណាមួយអញ្ចឹងអ្នកទាំងអស់គ្នាដែលនាំឲ្យមានជាបញ្ហាមួយចំនួនកន្លែងនេះសកម្មភាពដែលអ្នកទាំងអស់គ្នាគួរតែតបត5 of cup គឺជាផ្លាស់ប្ដូរអញ្ចឹងអ្នកទាំងអស់គ្នាត្រូវផ្លាស់ប្ដូរអាគំនិត mindset លក្ខណៈគិតថាអូខ្ញុំគឺជាជនរងគ្រោះឬក៏អ្នកទាំងអស់គ្នាអត់សូវបាន appreciate អត់សូវបានផ្ដល់តម្លៃឬក៏កលេចទៅមើលទៅអីដែលអ្នកទាំងអស់គ្នាទទួលបានក្នុងស្លាកបៀហ្នឹងអ្នកទាំងអស់គ្នាឃើញថាមានពេង3អ្នកទាំងអស់គ្នាសមនឹងទទួលបានពេង5ក៏ប៉ុន្តែពេង3ត្រូវបានបាត់តែវាអាចជាឱកាសវាអាចជាទ្រព្យសម្បត្តិវាអាចជាប្រាក់ចំណូលអាចជាបន្ទុកវាអាចជាក្តីស្រឡាញ់វាអាចជាអីផ្សេងតែអ្នកទាំងអស់គ្នាអត់បានចាប់អារម្មណ៍ទៅពីពេងទៀតដែលនៅពីក្រោយខ្នងអ្នកទាំងអស់គ្នាអញ្ចឹងគ្នាត្រូវដាក់ចិត្តដាក់កាយថារឿងខ្លះមានហេតុមានផលរឿងខ្លះក៏វាជាទំនួលខុសត្រូវរបស់យើងដែលយើងត្រូវតែទទួលរ៉ាប់រងអញ្ចឹងអ្នកទាំងអស់គ្នាហើយនៅបាត់ហ៊ូយើងទៅយើងចាប់បាន King of Cup តែបើសិនជាអ្នកដែលគិតថាអូខ្ញុំនឹងមានអ្នកមកជួយឬមានអ្នកណាម្នាក់មកជួយមិនថាជាគ្រួសារជាមេជាទីស្រឡាញ់ឬអ្នកណាក៏ដោយសិនអ្នកទាំងអស់គ្នាបានឃើញសប្តាហ៍មុនវានៅបាត់ហ៊ូបង្ហាញថាវានឹងគឺនៅឆ្ងាយនៅសប្តាហ៍ក្រោយគឺនឹងឃើញមានឱកាសជាសប្តាហ៍ល្អជាកន្លែងរៀបចំគម្រោងថ្មីក៏ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវតែ appreciate ត្រូវតែចាប់នឹងអីដែលមកហើយជាមួយគ្នាដែរកុំ expect ថាមានអ្នកណាគេម្នាក់កុំរំពឹងថានឹងមានអ្នកណាម្នាក់មកជួយ